សួស្តីអ្នកនរគ្នានៅក្នុងសង្គមយើងសប្តាហ៍ថ្ងៃយើងរស់នៅក្នុងពិភពដែលពោពេញទៅដោយការបង្ហាញភាពជោគជ័យបង្ហាញទ្រព្យសម្បត្តិបង្ហាញពីជីវិតដែលមើលទៅល្អឥតខ្ចោះហើយដោយមិនដឹងខ្លួនថាយើងចាប់ផ្ដើមប្រៀបធៀបចាប់ផ្ដើមចង់មានបានដូចគេចាប់ផ្ដើមចង់បង្ហាញថាខ្ញុំក៏មានដែរប៉ុន្តែត្រូវចាំថាមិនមែនអ្វីដែលយើងមើលទៅល្អមានន័យល្អដូចដែលយើងឃើញទេសប្តាហ៍ថ្ងៃនេះគឺសម្បូរខ្លាំងណាស់ដែលមនុស្សជាច្រើនអាចមើលទៅមាននៅខាងក្រៅប៉ុន្តែនៅខាងក្នុងវិញពោពេញទៅដោយបំណុលនិងសម្ពាធហើយនេះហើយជាហេតុផលដែលយើងត្រូវតែរៀនអ្វីមួយដែលសំខាន់ដូចជាការកុំចាយខ្ជះខ្ជាយកុំខ្ចីលុយគេចាយហើយកុំលោឆាយលើសមត្ថភាពការខ្ជះខ្ជាយមិនមែនកើតឡើងដោយចៃដន្យទេវាកើតឡើងដោយពេលដែលយើងចាយមិនគិតពេលយើងអនុញ្ញាតឲ្យយើងមានអារម្មណ៍ដឹកនាំជំនួសឲ្យហេតុផលហើយពេលដែលយើងឃើញអ្វីដែលយើងចង់បានយើងចង់ទិញភ្លាមដោយមិនសួរខ្លួនឯងថាតើវាចាំបាច់ឬអត់ហើយរឿងតូចបែបនេះវាអាចកើតឡើងជារៀងរាល់ថ្ងៃវានឹងក្លាយជាបញ្ហាធំមួយនៅថ្ងៃក្រោយហើយអាការខ្ចីលុយគេចាយហ្នឹងគឺជាអ្វីដែលយើងគួរគិតឲ្យយ៉ាងច្បាស់សិនពេលយើងខ្ចីវាធ្វើឲ្យយើងនឹងមានអារម្មណ៍ថាយើងអាចទិញអ្វីដែលយើងចង់បានហើយប៉ុន្តែការពិតទៅគឺយើងកំពុងតែយកអនាគតរបស់យើងនឹងមកបដូរជាមួយនឹងភាពរីករាយបណ្ដោះអាសន្នតែប៉ុណ្ណោះហើយពេលដែលបំណុលកើនឡើងសម្ពាធក៏កើនឡើងដែរហើយចិត្តរបស់យើងនឹងក៏នៅតែមិនស្ងប់មានរឿងមួយទៀតដែលគួរឲ្យគិតយ៉ាងខ្លាំងនោះគឺការលុយឆាយមនុស្សជាច្រើនណាមិនមែនចាយលុយដើម្បីតម្រូវការទេប៉ុន្តែគឺចាយដើម្បីបង្ហាញថាខ្លួនមានបង្ហាញថាខ្លួនជោគជ័យបង្ហាញដើម្បីទទួលបានការសើប៉ុន្តែសុំសួរខ្លួនឯងថាតើការសរសើររបស់អ្នកដទៃនឹងវាមានតម្លៃជាងសន្តិភាពក្នុងចិត្តរបស់យើងដែរទេមួយទៀតការរស់នៅលើសមត្ថភាពនឹងវាអាចធ្វើឲ្យយើងមើលទៅល្អតែវាធ្វើឲ្យយើងនឹងបាត់បង់អ្វីដែលសំខាន់បំផុតនោះគឺសេរីភាពហើយសេរីភាពគឺជាការជ្រើសរើសសេរីភាពក្នុងការរស់នៅនិងសេរីភាពនៅក្នុងចិត្តហើយអ្វីដែលសំខាន់ដែលយើងគួរតែធ្វើនៅពេលហ្នឹងគឺវិន័យនៅក្នុងការចំណាយតែយើងគួរចាយដោយការគិតដោយការសន្សំដោយការយល់ដឹងហើយរស់នៅដោយសន្តិភាពយើងមិនត្រូវបារម្ភអំពីបំណុលមិនត្រូវបង្ខំខ្លួនឯងដើម្បីបង្ហាញមិនត្រូវរស់នៅក្រោមសម្ពាធជីវិតល្អមិនមែនជាជីវិតដែលមានអ្វីៗទាំងអស់ប៉ុន្តែជាជីវិតដែលគ្មានបន្ទុកក្នុងចិត្តចុងក្រោយនេះសូមផ្ដាំទៅអ្នកនរគ្នាថាកុំចាយខ្ជះខ្ជាយព្រោះវាបំផ្លាញអនាគតដែលយើងកំពុងតែកសាងកុំខ្ចីគេចាយព្រោះវាធ្វើឲ្យយើងបាត់បង់សេរីភាពហើយកុំលយឆាយព្រោះជារឿងបណ្ដោះអាសន្នដែលមិនអាចជំនួសសេចក្តីសុខពិតប្រាកដបានរស់នៅតាមសមត្ថភាពគ្រប់គ្រងអ្វីដែលយើងមានហើយផ្ដោតលើអ្វីដែលយើងមានតម្លៃពិតព្រោះនៅចុងក្រោយនេះមនុស្សដែលជោគជ័យពិតប្រាកដមិនមែនជាមនុស្សដែលចាយច្រើនបំផុតទេប៉ុន្តែជាមនុស្សដែលរស់នៅដោយចិត្តស្ងប់បំផុត